ជាវិស្វករសំណង់ស៊ីវិលមិនពិបាករកការងារធ្វើនោះទេក៏ប៉ុន្តែយ៉ាងតារាមិនបានពឹងផ្អែកទៅលើការធ្វើការងារយកប្រាក់ខែពីក្រុមហ៊ុនឯកជនតែមួយមុខនោះទេលោកបានបង្កើតកសិដ្ឋានចិញ្ចឹមសត្វឈាមពពែនិងដាំស្មៅមួយកន្លែងនៅក្នុងឃុំលងវែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដើម្បីស្វែងរកចំណូលបន្ថែមសម្រាប់គ្រួសារនិងផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុករួមទាំងកាត់បន្ថយការនាំចូលសាច់សត្វទាំងនេះផងដែរផ្ដើមចេញពីសត្វពពែនិងចៀមចំនួន25ក្បាលនៅឆ្នាំ2021កសិដ្ឋានរបស់លោកមានឈ្មោះថាកសិដ្ឋានវិមានសួរមានសត្វចិញ្ចឹមទាំងនេះកើនរហូតដល់ទៅ300ក្បាលរហូតដល់ឆ្នាំ2025នេះហើយនៅក្នុងមួយខែលោកយ៉ាងតារាអាចរកចំណូលបានជាមធ្យម$5,000ពីការលក់សត្វពាហនៈទាំងនេះចំណូលយើងអាចរកបានពីប្រភពនៃការចិញ្ចឹមសត្វហ្នឹងមានច្រើនយើងអាចលក់ជាពពែពូជដូចជាពពែសាច់ទៅតាមភោជនីយដ្ឋានហើយយើងអាចលក់ការដាំដុះស្មៅហើយមួយទៀតយើងអាចលក់លិមួកវាអញ្ចឹងចំណូលពីការចិញ្ចឹមសត្វហ្នឹងគឺវាមានច្រើនប្រភពក៏ដូចជាច្រើនចំណុចដែលយើងអាចទាញចំណូលពីវាបានដែរលោកយ៉ាងតារាបានបញ្ចប់ការសិក្សាជំនាញវិស្វករសំណង់ស៊ីវិលកាលពីឆ្នាំ2015បច្ចុប្បន្នលោកបានបំពេញការងារផ្នែកសំណង់ឲ្យក្រុមហ៊ុនឯកជនផងនិងគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វដោយខ្លួនឯងផងនៅលើផ្ទៃដី10000ម៉ែត្រការ៉េវិស្វករវ័យ35ឆ្នាំរូបនេះបានបំរុងទុកដីមួយផ្នែកសម្រាប់ដាំស៊ុបពើនីពៀដែលជាស្មៅមួយប្រភេទមានជីវជាតិខ្ពស់សម្រាប់សត្វពាហនៈកសិដ្ឋានវិមានសួរស្ថិតនៅប្រមាណជាង40គីឡូម៉ែត្រភាគខាងជើងរាជធានីភ្នំពេញសប្តាហ៍ថ្ងៃតម្លៃពពែនិងចៀមរស់1គីឡូចន្លោះពី4000ទៅ6000រៀលលោកយ៉ាងតារាមិនត្រឹមតែលើកទឹកចិត្តឲ្យពលរដ្ឋកម្ពុជាពង្រីកអាជីវកម្មនេះទេក៏ប៉ុន្តែថែមទាំងត្រៀមខ្លួននិងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនផងដែរសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំលើកទឹកចិត្តឲ្យវិស័យកសិករប្រកបរបរចំសត្វពពែឈាមក៏ដូចជាដាំស្មៅហ្នឹងព្រោះថាបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគតតម្រូវការទីផ្សារគាត់ជាកើនឡើងព្រោះប្រទេសយើងចាប់ផ្ដើមមានកំណើនជនបរទេសគឺតម្រូវការគាត់ញ៉ាំសាច់ពពែគ្រប់ភោជនីយដ្ឋានទាំងអស់គឺត្រូវការពពែបើយោងតាមម្ចាស់កសិដ្ឋានរូបនេះការចិញ្ចឹមពពែនិងចៀមអាចប្រើពេលត្រឹមតែ3ទៅ4ខែប៉ុណ្ណោះមុននឹងទទួលបានផលហើយសាច់របស់វាសម្បូរទីផ្សារទៀតផងប៉ុន្តែប្រសិនបើកសិករមិនអាចរកទីផ្សារបានដោយខ្លួនឯងលោកនឹងទទួលទិញវិញផងដែរអាយុធមខឹមហ្វីណង់អ្នកនាំពាក្យក្រសួងកសិកម្មបានលើកទឹកចិត្តដល់ប្រជាកសិករឲ្យបង្កើនការចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារនិងដើម្បីបន្ថែមប្រាក់ចំណូលផ្ទាល់ខ្លួនម្ចាស់កសិដ្ឋានវិមានសួរលោកយ៉ាងតារាមានគម្រោងនាំចេញពូជពពែនិងចៀមនៅក្នុងកសិដ្ឋានរបស់លោកទៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខប៉ុន្តែលោកមិនទាន់បានបញ្ជាក់អំពីពេលវេលាជាក់លាក់នៅឡើយនោះទេ